រៀបសួរអ្នកក្រខ្ញុំឈ្មោះសរ៉ៃបាទរៀននៅសាលាដាក់ខាងសិក្សាអូតាកាមួយរៀនថ្នាក់ទី2ក៏ថ្ងៃនេះខ្ញុំមកអានមេរៀនទី63មេរៀនទី63ភូមិរងរឿងអំណាចភូមិខ្ញុំស្ថិតនៅតំបន់ជនបទតែសប្បុរសប្បាយភូមិខ្ញុំមានវាស្រែធំល្វឹងល្វើយផ្លូវថ្នល់ស្អាតមានសាលារៀនមន្ទីរពេទ្យនិងវត្តអារាមពួកគេធ្វើស្រែចម្ការបានផលល្អជារៀងរាល់ឆ្នាំប្រជាជនភាគច្រើនមានជីវភាពសមរម្យនៅតាមគេហដ្ឋាននីមួយៗសុទ្ធតែមានបង្គន់អនាម័យពួកគេចេះសាមគ្គីស្រឡាញ់គ្នានិងជួយធុរៈគ្នាហើយរស់នៅដោយសុខសាន្តចំណែកក្មេងៗបានចូលរៀនគ្រប់គ្នាខ្ញុំស្រឡាញ់ភូមិខ្ញុំណាស់ហើយដូចនេះហើយបានជាភូមិខ្ញុំមានឈ្មោះថាភូមិរុងរឿងជម្រាបលាអ្នកគ្រូសូមអរគុណ